ទៅនេះមានការប្រែប្រួលទៀតហើយកាលពីព្រឹកមិញថ្ងៃទី6ណាថ្ងៃទី6កាលពីព្រឹកមិញកងទ័ពថៃភូមិភាគ1បានឆ្លើយតបទៅនឹងភូមិភាគ5កម្ពុជាថានឹងចូលរួមប្រជុំនៅថ្ងៃទី10ខាងមុខនេះប្រជុំ RDC ជាមួយនឹងភូមិភាគ5ហើយក៏មុនខ្ញុំចូលដេកភូមិភាគ5ខាងកម្ពុជាក៏ឆ្លើយតបទៅវិញថាគ្មានការបង្ហាញអំពីគម្រោងជំនះប្រជាជនចាញ់ពីទឹកដីភូមិជោគជ័យនិងភូមិព្រៃចន្ទទេណាដូច្នេះកងទ័ពថៃភូមិភាគ1ក៏តបវិញនៅថ្ងៃជាមួយគ្នានេះណានៅថ្ងៃរសៀលជាមួយគ្នានេះថាមិនណាចូលរួមប្រជុំ RDC ពីព្រឹកថៃវាថាចូលប្រជុំតែវាទាមទារឲ្យភូមិភាគ5ប្រគល់ផែនការជំនះប្រជាជនចាញ់ពីនងច័ន្ទនងយ៉ាកែវភូមិភាគ5កម្ពុជាបដិសេធមិនធ្វើល្ងាចថ្ងៃរសៀលឡើងថៃវាថាវាអត់ប្រជុំ RDC ថ្ងៃជាមួយគ្នាផ្លាស់ប្ដូរទៅវិញទៅមកណាបងប្អូនណាយើងចាំមើលទៀតដូច្នេះព័ត៌មានគឺផ្លាស់ប្ដូរទៅវិញទៅមកណាបងប្អូនផ្លាស់ប្ដូរម្ដងអីចេះម្ដងអីចោះគឺផ្លាស់ប្ដូរមួយថ្ងៃនឹងផ្លាស់ប្ដូរជាមួយគ្នាអត់ទៀងទាត់ទេបងប្អូនណាអត់ទៀងទាត់ទេណានឹងសូមជម្រាបណាអានឹងព័ត៌មានចេះតែបន្តមកទៀតណាព័ត៌មានមួយទៀតបានឲ្យដឹងថាថៃក៏ចាប់ផ្ដើមចោទប្រកាន់កម្ពុជាតាក់ទងនឹងកូនចៅរបស់កុកអានដែលគេដាក់ដីកាតាមចាប់ខ្លួនថាជាមេខ្លោង scam center តាមបណ្ដោយព្រំដែនថៃយករឿងចាស់ដដែលហ្នឹងមកនិយាយបន្តទៅទៀតអញ្ចឹងខ្ញុំឆ្លើយនឹងសំណួរបងប្អូនតិចទៀតជាងមកដល់ខ្ញុំត្រូវរត់ខ្ញុំធ្វើបានប៉ុណ្ណាធ្វើបានប៉ុណ្ណឹងបាទប្រុសម៉ាប់តាមានយោបល់មិនដែររឿងខ្មែរដោះមីនតាមព្រំដែនចំពោះខ្ញុំការដោះមីនតាមព្រំដែនជារឿងល្អត្រូវធ្វើតែមតិខ្មែរខ្លះគេថាអត់ល្អទេណាយោបល់របស់ខ្ញុំធ្លាប់បញ្យល់ហើយដូច្នេះចំពោះខ្ញុំការដោះមីនត្រូវធ្វើដើម្បីបញ្ចប់បញ្ហាតែមតិខ្លះគេថាដោះមីនទៅសៀមវាយកដីបើមិនចេះការពារទឹកដីខ្លួនឯងនេះគេយកហើយអានឹងចឹងកូនប្រសាតែយើងអាចនិយាយបានថាសង្គ្រាមសេដ្ឋកិច្ចកម្ពុជាថៃចាប់ដើមហើយឬនៅចាប់ដើមតាំងពីបាត់ព្រំដែន2បើវាចាប់ដើមហើយតើ ASEP Free Trade Agreement នៅតំបន់នេះគេនឹងអន្តរាគមន៍បែបណាអត់ទេដូចខ្ញុំឆ្លើយកូនប្រសាឯងពីភាគមុនថាកូនប្រសាឯងសួរពីរឿងហ្នឹងតែមិនបានសួរពីរឿង ASEP ទេគឺសួរពីរឿងអាស៊ានខ្ញុំនិយាយថាអាស៊ានវាមាន Free Trade វាមិនខុសគ្នាពី ASEP ទេណា ASEP ហ្នឹងវាមិនប៉ះពាល់ប្រហែលទេពីព្រោះ ASEP វាជាសហគមន៍ធំជាងអាស៊ានតែវាប៉ះពាល់ភ្លាមនេះគឺ ASEAN Free Trade រីឯសមាជិកនៃ ASEP ថាតើគេអន្តរាគមន៍បែបណាគេអត់អន្តរាគមន៍ទេគេសម្ដែងការជំរុញឲ្យភាគីទាំងពីរបញ្ញត្តិដោះស្រាយពីព្រោះវាជាភាពរអាក់រអួលនៅក្នុងសហគមន៍ ASEP ហើយគាត់ណារីឯអាស៊ានវាលំបាកជាង ASEP ចុះសមាជិកអាស៊ានធ្វើអីបានអត់ធ្វើអីបានទេគឺមានតែបញ្ចេញសេចក្តីថ្លែងការណ៍ឲ្យភាគីថៃនិងកម្ពុជាបញ្ញត្តិដោះស្រាយបញ្ហានៅនឹង ASEAN Free Trade ខ្លាំងជាង ASEP អូខេបន្តមកទៀតមានបញ្ហាមួយទៀត BRI បើសិនណាជាថៃនិងកម្ពុជានៅតែអូសបន្លាយចិនមិនសប្បាយចិត្តទេហើយខ្ញុំក៏ដូចជាមើលមិនឃើញថាចិននឹងយកនាវាចម្បាំង2គ្រឿងមកឲ្យកម្ពុជាដើម្បីបង្កកម្ដៅជាមួយថៃដែរខ្ញុំអត់មើលឃើញយ៉ាងហ្នឹងទេដូច្នេះហើយបានជាការទទួលឲ្យទេបាញ់ទៅមើលនាវា2គ្រឿងហ្នឹងអីក៏ចិនមិនទាន់កំណត់ថ្ងៃថានឹងឲ្យនាវាហ្នឹងមកកម្ពុជាយ៉ាងម៉េចដែរអូខេអាហ្នឹងអញ្ចឹងបន្តមកទៀតបើសិនណាជាចិនធ្វើកាយវិការខុសពេលវេលាកងទ័ពថៃនឹងអាចងាកទៅចរចាទិញអាវុធពីប្រទេសដទៃហើយកាត់បន្ថយការនាំអាវុធចិនចូលប្រទេសថៃដែលបច្ចុប្បន្នកងទ័ពថៃទិញអាវុធចិន 42% ហើយថៃក៏ប្រហែលជាមិនបន្តផែនការ BRI ជាមួយចិនលឿនទេពន្យឺតហើយងាកទៅចរចាជាមួយអាមេរិកដើម្បីកុំឲ្យអាមេរិកដាក់សម្ពាធលើថៃបានថៃត្រូវប្រគល់កំពង់ផែ2ទៅឲ្យអាមេរិកកាន់កាប់នឹងពលានយន្តហោះដល់មឿងនៅពេលដែលថៃកំពុងតែមានបញ្ហាសេដ្ឋកិច្ចអ្នកដែលជួយស្រោចស្រង់សេដ្ឋកិច្ចថៃគឺអាមេរិកមិនមែនចិនទេអញ្ចឹងចម្លើយទី1សង្គ្រាមសេដ្ឋកិច្ចថៃកម្ពុជាកើតហើយចម្លើយទៅសំណួរទី2បញ្ហា ASEP តូចជាងបញ្ហា ASEAN Free Trade បញ្ហាដែលស្ទះ3 ASEAN Free Trade ASEP Free Trade BRI អូខេនឹងចម្លើយអញ្ចឹង Creator ខ្ញុំអត់ចាប់អារម្មណ៍ខឹងមែនតែនឬក៏ជានយោបាយទេខ្ញុំគ្រាន់តែចាប់អារម្មណ៍ថាអ្វីដែលលោកហ៊ុនសែនចាញ់វាចាវាបំផ្លាញសេដ្ឋកិច្ចខ្មែរវាអត់មានជួយអីទេ
វាធ្វើឲ្យមនុស្សខ្មែរមួយចំនួនចូលប៉ុន្តែវាបំផ្លាញសេដ្ឋកិច្ចអានេះចម្លើយរបស់ខ្ញុំប៉ុណ្ណឹងចង់លោកហ៊ុនសែនខឹងចង់លោកហ៊ុនសែនធ្វើពើខ្ញុំអត់ខ្វល់ទេខ្ញុំកាន់តែខ្វល់ថាប្រតិកម្មរបស់លោកហ៊ុនសែនគឺបំផ្លាញសេដ្ឋកិច្ចនេះខ្ញុំអ្នកវិនិច្ឆ័យអ្នកវិភាគអញ្ចឹងបើខុសមកជេរខ្ញុំចុះអូខេករណីស្រុកយើងទុកមិនជាប់អូខេ slope បើសិនជាខ្មែរមានលុយទៅទិញដីនៅវៀតណាមតើគេនឹងលក់ទេចាឯងឆែកច្បាប់មើលទៅឆែកច្បាប់មើលទៅតើជនបរទេសដូចខ្មែរមានសិទ្ធិទិញទេនោះសាំងសួស្ដីចន្ទតានួនសុតខេនភីសំណាងតើនិយាយអំពីការកំពុងតែប្រជែងអំណាចនៅប្រទេសចិនបន្តិចមកខ្ញុំទៅបានមើលវីដេអូមួយពី channel Real Talk P ការដណ្ដើមអំណាចគ្នាក្នុងជួរបកកុម្មុយនីសចិនវាធ្វើឡើង1ឆ្នាំហើយតាំងពីចុងឆ្នាំ24រហូតដល់ឥឡូវណាសម្ដីរបស់នាងលីមានហេតុផលមួយចំនួនក៏ប៉ុន្តែក៏មិនទាន់ថាត្រូវទាំងអស់ទេនៅក្នុងប្រទេសចិនមានបញ្ហាពីរបញ្ហាដណ្ដើមអំណាចក្នុងជួរមជ្ឈិមបកចិននិងបញ្ហាសេដ្ឋកិច្ចនឹងប៉ុណ្ណឹងណាចាំពេលក្រោយចាំខ្ញុំលើកយកមកនិយាយឲ្យពេញសម្រាប់តាអ្នកដឹកនាំប្រទេសជាច្រើនឃើញកំហុសគេចេះតែកែខ្លួនរឿងហ្នឹងវាចឹងហើយ Main Coffee Slow Bar Marin Coffee Slow Bar តើគាត់វិភាគត្រូវច្រើនណាស់កុំជឿតាមដានខ្លួនឯងគ្មានអ្នកណាត្រូវទាំងអស់ទេ Raymond Sai បើសៀមកំពុងរកប្រេងនៅតំបន់ MOU 30000 គីឡូម៉ែត្រកន្លះនឹងហើយមិនដាច់មិនសំងំរកបន្តទៀតទៅតើសៀមចាំបាច់ប្រកាសលុប MOU ធ្វើអីមតិរបស់ប្រជាជនសៀមបែកជាពីរមួយថាទុកទៅហើយរកស៊ីទៅមួយទៀតថាមិនត្រូវចែកចំណែកឲ្យលោកហ៊ុនសែនទេយកទាំងអស់ទៅមតិវាពីរណារេម៉ាន់មតិវាចេញពីរតើមតិណាមួយល្អជាងអត់ដឹងទេកូនអើយខ្ញុំក៏មិនដឹងដែរអូខេVDR តើសាច់កិច្ចកម្មជាតិបន្តធ្លាក់ដុនដាបជាងនេះដែរឬទេឆ្នាំ25ធ្លាក់ចុះហើយឆ្នាំ26ធ្លាក់ចុះជាងឆ្នាំ25ឆ្នាំ27អត់ទាន់ដឹងទេសេឡាគ្រឿងបង្គុំកប៉ាល់2គ្រឿងយកមកតាំងចិនពីសំយុទ្ធ24ថៃ53 56សេឡាខ្ញុំអត់យល់ទេណាសេឡាខ្ញុំវាមិនយល់ថានាវាចម្បាំងនឹងវាល្មិចខ្ញុំវាមិនយល់នាវាចម្បាំងនឹងវាមិនអាចយកមកបង្គុំនៅកម្ពុជាទេហើយបើវានៅនឹង shipyard ស្រុកចិនគេហៅថាផលិតវាមិនមែនបង្គុំអាចខ្តយទេនិយាយពាក្យភ្លើបង្គុំអីហ្នឹងអាហ្នឹងគេហៅផលិតវាការឈួតអីដែលនិយាយថាបង្គុំឥឡូវយើងនិយាយអំពីនាវាដំបូងគឺសម្បកនាវាគេហៅទូកសម្បកហ្នឹងមានអាណាបង្គុំបានអត់មានទេគេផ្សារវាទាំងមូលឲ្យទៅជាទូកណាដល់ហើយគេយកឡាបចាក់មកបំពាក់គេយកម៉ាស៊ីនមកបញ្ចុះហើយគេធ្វើទូឡើងលើគេបំពាក់គ្រឿងនៅក្នុងហ្នឹងអាហ្នឹងគេអត់ហៅបង្គុំទេខ្ញុំឃើញប្រើពាក្យបង្គុំនៅក្នុង Facebook ខ្ញុំគិតថាអាហ្នឹងគឺឆ្លក់ទឹកស្អីហើយភាសាគឺផលិតនាវាអញ្ចឹងបានថាសប្តាហ៍នេះកំពុងតែវង្វេងវង្វាន់អស់ហើយណាហើយមកនិយាយឥឡូវហ្នឹងចាក់ឯងមកនិយាយពីរឿងថាឯណាគ្រឿងបង្គុំឯដឹកតាំងពីឆ្នាំ24ដាក់ស្អីមកយកមកទុកក្នុងស្រុកខ្មែរនោះវាអត់មានត្រូវដាក់អីមកទេបើដឹកមានតែក្របអាហ្នឹងដឹកមកដូច្នេះខ្ញុំអត់យល់ទេហើយបន្តមកទៀតនាវាហ្នឹងប្រភេទ53 56ឲ្យច្បាស់មើល5ប្រហែលព័ត៌មានខ្លះថា52ព័ត៌មានខ្លះថា54ព័ត៌មានខ្លះថា56ឲ្យច្បាស់មើលនាវាហ្នឹងមកប្រភេទអីបន្តមកទៀតតើវាជា destroyer វាជា frigate វាជាកកវ៉ែតខ្ញុំឆែកព័ត៌មានទៅគេថាកកវ៉ែតប៉ុន្តែនៅស្រុកខ្មែរគេថា frigate ចំណុះរបស់វាប្រហែលក៏វាអត់ទាន់ដឹងច្បាស់ទេវាអត់ដឹងណាកូនវាអត់ដឹងទេវាអត់ដឹងអញ្ចឹងអ្វីដែលកូនឯងទៅសេហ្នឹងកូនឯងអត់ដឹងកូនឯងមិនទាំងស្គាល់នាវាហ្នឹងផងហើយកូនឯងដាក់អីណាប្រភេទពី53ទៅ56អីហ្នឹងវាអត់មានអញ្ចឹងទេឲ្យវាច្បាស់ប្រភេទស្អីណាអញ្ចឹងកូនឯងដឹងអត់ច្បាស់ទេហើយបង្គុំមកម៉េចនាវានោះនាវាមិនមែនឡានទេណាកូននាវាខុសពីឡានយើងផ្គុំបាននាវាអត់មានផ្គុំទេគឺត្រូវប្រើ shipyard ផលិតគេប្រើពាក្យថាផលិតណាវងសាបើសិនជាក្មួយឯងបារម្ភពេកកុំមើលអូខេបើបារម្ភពេកកុំមើលបើមកមើលធ្វើមិនដឹងទៅក្មួយឯងគិតតែក្នុងខួរក្បាលបានហើយក្មួយឯងមិនបាច់សួរទេខ្ញុំអ្នកធ្វើ show ខ្ញុំមានខួរក្បាលខ្ញុំចេះគិតតែខ្ញុំអត់និយាយណាបើក្មួយឯងយល់ថាក្មួយឯងឆ្លាតក្មួយឯងគិតតែក្មួយឯងកុំនិយាយតែបើក្មួយឯងសួរអញ្ចឹងក្មួយឯងកំពុងតែចាញ់កលគេហើយ
ហើយបើចាញ់កលគេក៏មើលក្មួយមិនបាច់មើលទេចាំដល់ show នឹងហើយទៅមើលស្ងាត់ៗមើលខ្លួនឯងណាបើឆ្លាតកុំសួរកុំឲ្យអ្នកដែលតាមដានក្មួយឯងដឹងថាក្មួយឯងរស់នៅឲ្យវាបំភ័យក្មួយឯងបានយល់ទេយល់ចំណុចទេបើក្មួយឯងឆ្លាតមួយបាត់មាត់ទេអត់សួរអាពេលហ្នឹងទេធ្វើមិនដឹងទៅចាប់ហើយចំណែកឯខ្ញុំពូគឺគិតរហូតអាហ្នឹងចឹងឆុងវឿនខ្ញុំឃើញតាមបណ្ដាញសង្គមប្រជាជនតាមព្រំដែននាំគ្នាផ្អើលដូរលុយចាញ់បោកគេចាញ់បោកគេណាចាញ់បោកគេណាប្រជាជនក្រីក្រខាតដោយសារសម្ដីលោកហ៊ុនសែនបញ្ញានិកោយន្តហោះក៏អត់គុំបានដែរគេហៅផលិតទោះបីគ្រឿងបង្គំនឹងគេយកមកគុំក៏ដោយក៏គេហៅផលិតពីព្រោះអ្វីចាំខ្ញុំបញ្យល់ពីភាពខុសគ្នាអំពីពាក្យថាបង្គំហើយនិងពាក្យថាផលិតបង្គំគេប្រើបានចំពោះគ្រឿងចាក់ណាគេប្រើចំពោះគ្រឿងចាក់ណាដែលគេចែករបៀបបង្គំជា3គ្រឿងចាក់ណាដែលគេចែករបៀបបង្គំជា3អានោះនៅក្នុងវិស្វកម្មគេចែកជា3យ៉ាងអាហ្នឹងគេហៅថាបង្គំដូចជារថយន្តអាហ្នឹងគេហៅថាបង្គំណាបើជាយន្តហោះទោះបីគេថា assembly plan ក៏ដោយក៏នៅតែជាពាក្យថាផលិតព្រោះអ្វីពីព្រោះ plan នីមួយអារោងចក្រវានីមួយហ្នឹងណាគេមិនអាចចែកទៅជា3 category បានទេវាស្មុគស្មាញណាស់អញ្ចឹងឧទាហរណ៍ថារោងចក្រ Boeing គេថាអូនៅ North Carolina មានរោងចក្រ Boeing វាជា assembly គេប្រើអញ្ចឹងមែនតែគេហៅថាជារោងចក្រផលិតឧទាហរណ៍គេថាអូ Boeing មាន assembly plan B737 នៅ North Carolina អានឹងរោងចក្រផលិតដែរអូខេរោងចក្រផលិតដែរអូខេអញ្ចឹងយន្តហោះដូចក្រុមហ៊ុន Airbus ទោះបីគេដឹកសម្បកនឹងមកស្រុកបារាំងហើយផ្គុំក្រោយក៏គេនៅតែពាក្យផលិតពីព្រោះអ្វីពីព្រោះអាទីតាំងដែលគេផលិតយន្តហោះនឹងស្មុគស្មាញណាស់អញ្ចឹងគេប្រើពាក្យមួយម៉ាត់ថាផលិតគេអត់ប្រើពាក្យថាផ្គុំទេបើរថយន្ត tractor អានឹងផ្គុំបានម៉ូតូផ្គុំបានព្រោះវាអត់មានអា complexity level វាចែកជា3យ៉ាងអញ្ចឹងដើម្បីកុំឲ្យយើងច្រឡំដូចរោងចក្រនៅប្រទេសកម្ពុជារោងចក្រ Honda អូខេរោងចក្រផលិតរថយន្តផ្គុំ category ណាក៏ដោយក៏ហៅថាផលិតដែរដល់ជាបច្ចេកទេសទៅគេដឹងថានៅក្នុង category ទីប្រមាណបើយន្តហោះនាវាចម្បាំងគេមិនអាចវាជាការពិតនៅស្រុកចិនវាមានអាទីតាំងមួយធ្វើតួនាវាអាទីតាំងមួយទៀតបំពាក់នាវាអាទីតាំងមួយទៀតលាបនាវាទោះបីអញ្ចឹងក៏ដោយក៏នៅតែអត់ប្រើពាក្យថាបង្គំដែរពីព្រោះវានាំច្រឡំអូខេអានឹងអញ្ចឹងនៅក្នុង manufacturing ហ្នឹងអារបស់ណាងាយគេហៅបង្គំបានអារបស់ណាស្មុគស្មាញគេហៅផលិតអូខេវងសា if you smart you don't ask question you think ខ្ញុំនិយាយប៉ុណ្ណឹងបានហើយអូខេណា and if you don't trust yourself don't watch ណាកូនណារៀនវិស្វករអគ្គិសនីល្អទេល្អវិសាលបើខ្ញុំនិយាយប្រទេសកម្ពុជាឈប់ប្រើប្រាស់ប្រាក់បាទតែនឹងជួយអ្វីតាក់ទងនឹងប្រាក់ខ្លួនទេព្រោះអត់ទេអារឿងលុយបាត់លុយដងលុយដុល្លារហ្នឹងបើលុយដុល្លារវាជាលុយឆ្ងាយពីប្រទេសកម្ពុជាបើជាលុយឡាវលុយយួនលុយខ្មាស់លុយសៀមជាលុយប្រទេសជិតខាងវាតែងតែឆ្លងគ្នាឆ្លងតិចឆ្លងច្រើនអាស្រ័យដោយនយោបាយបាទត្រូវឲ្យសៃហាស៊ីដូច chip អីគេត្រូវតែប្រើពាក្យថាផលិតព្រោះវាស្មុគស្មាញសេឡាថៃ53 free gate ថៃ56ក៏វ៉ែតតើពូមានតំណែងតំណងជាមួយសម្ដេចពុកទេឲ្យតែពូនិយាយចំទាស់ជាមួយកម្ពុជាតែងតែទុយមកវិញរហូតនឹងលោកពូចែកជា2ណាសេឡាថៃ53 free gate អូខេបើជាប្រភេទ56ក៏វ៉ែតមើលខ្ញុំមើលឲ្យច្បាស់សិនណាពីដើមឡើយលឺសូរថាចិនវាឲ្យកម្ពុជាណាលឺសូរថាចិនវាឲ្យកម្ពុជាអាប្រភេទ56អូខេវាឲ្យកម្ពុជាប្រភេទ56ដែលជានាវាកវ៉ែតប្រែជាភាសាខ្មែរថានាវាចម្បាំងខ្នាតតូចអូខេប្រទេសកម្ពុជាសមុទ្រកម្ពុជាមិនទំហំកងទ័ពជើងទឹកកម្ពុជាមិនប្រើ free gate ទេជំរឿនៃឈូងសមុទ្រថៃឡង់ណាឆ្នេរប្រវែងឆ្នេររបស់កម្ពុជាទំហំនៃកងទ័ពជើងទឹកយើងប្រើសំរុំគឺគាត់វ៉ែតឲ្យតែយើងចេះប្រើចំណែកអាប្រភេទ53ខ្ញុំមិនដឹងថាប្រភេទ53ជាស្អីទេណាអូខេ
ប្រភេទ53ជាស្អីខ្ញុំអត់ដឹងទេណាប្រភេទ53ជាស្អីខ្ញុំអត់ដឹងទេគេថាជាប្រភេទ free gate អូខេគេថាជាប្រភេទ free gate បើវាជាប្រភេទ free gate ចិនសឹងតែលែងផលិតហើយចិនណាចិនសឹងតែលែងផលិតហើយមិនបានចិនលែងផលិតពីព្រោះឥឡូវហ្នឹងគេអត់សូវផលិត free gate ទេកុំឡើងបាយសប្តាហ៍ថ្ងៃនេះ free gate ដូចស្រុកអាមេរិកគេលែងផលិតហើយនៅស្រុកអាមេរិកគេលែងផលិត free gate ហើយអត់សូវមានផលិតទេនៅអង់គ្លេសគេលែងផលិតហើយណាមិនមែនបញ្ឈប់ទេប៉ុន្តែគេពន្យឺតពីព្រោះ free gate វាលែងចាំបាច់នៅស្រុកអាមេរិកគេយកចិត្តទុកដាក់ទៅលើ destroyer នាវាពិឃាតនិងគេយកចិត្តទុកដាក់ទៅលើនាវាផ្ទុកអធម្មភាគចក្រនាវាដឹកទ័ពបុកច្រាំង amphibious ហើយនិងនាវាផ្ទុកយន្តហោះនិងនាវាផ្ទុក drone នៅប្រទេសចិនផលិត larger destroyer ដែលជួនកាលចិនហៅថា free gate ជួនកាលចិនហៅថា destroyer free gate ប្រទេសទូទៅអ្នកណាមានក៏មានប៉ុន្តែឲ្យផលិតដូចនេះដូចកូរ៉េខាងជើងថ្មីនេះទើបតែនឹងបញ្ចេញនាវាដែលជាប្រភេទ destroyer ក៏ប៉ុន្តែទំហំវាសឹងតែទៅជា free gate តើកូរ៉េខាងជើងដែលបញ្ចេញនាវាពីរគ្រឿងថ្មីមកហ្នឹងវាคล้ายទៅជាសក្តានុពលយ៉ាងណាចម្លើយថាអត់ទេហើយនាវាដែលគឹមចុងអ៊ុនទៅសម្ពោធក្រោយនេះដូចជាអត់ដាក់ម៉ាស៊ីនទេដូចជាភូតទេមានន័យថានាវាហ្នឹងមានតួមានក្បាលមានប្រដាប់ប្រដានៅខាងក្រៅមើលឃើញក៏ប៉ុន្តែនាវាហ្នឹងដូចអត់ទាន់ដាក់ម៉ាស៊ីនទេតាមការវិភាគមើលទៅអាតួទូកនាវាហ្នឹងអ្នកឯកទេសសង្ស័យថាមិនទាន់ដាក់ម៉ាស៊ីនទេមានន័យថាកូរ៉េខាងជើងយកសម្បកនាវាហ្នឹងមកទម្លាក់នៅក្នុងទឹកហើយសម្ពោធនាវាហ្នឹងអត់ទាន់ដាក់ម៉ាស៊ីនទេណាអាហ្នឹងអញ្ចឹងណាសិលាចំណែកមួយទៀតclear ទី2សំណួររបស់ក្មួយឯង clear ទី2តើតើនឹង clear ទី2ក្មួយអើយខ្ញុំចាត់ទុកថាបើសិនជាអ្វីខ្ញុំនិយាយវាคล้ายទៅជាប្រតិកម្មបានសេចក្តីថាអនាគតប្រទេសកម្ពុជាអត់សូវល្អទេពីព្រោះមនុស្សខ្ញុំនេះមនុស្សកប៉ិចកប៉ុកណាស់ខ្ញុំនេះគឺជាសម្រាមតូចមួយឯងបើសិនណាជាមេដឹកនាំរដ្ឋគាត់មកផ្កើនឹងខ្ញុំគាត់យកវាសនាប្រទេសគាត់យកវាសនាអំណាចមកផ្កើនឹងខ្ញុំអត់ជឿទេខ្ញុំមនុស្សសម្រាមខ្ញុំតែងតែប្រាប់លោកហ៊ុនសែនថាខ្ញុំនេះអត់បានប្រយោជន៍អីទេខ្ញុំគ្រាន់តែនិយាយ show ដើម្បីឲ្យបងប្អូនស្ដាប់កំសាន្តខ្ញុំមិនធ្វើឲ្យនរណាមួយបាត់បង់អីទេគ្រាន់តែជា show ឲ្យគេស្ដាប់កំសាន្តតែស្រឡះអាហ្នឹងអញ្ចឹងណាកូន dance រៀនជំនាញភាសាបរទេសល្អទេល្អរៀនអង់គ្លេសឲ្យស្ទាត់ change លោកពូដើម្បីឈប់ចូលខំប្រឹងរៀននៅមុខវិជ្ជាឲ្យចេះច្រើននៅពេលចេះច្រើនឈប់ចូលហេទុកចាត់ខ្លួនឯងលើចំណេះឈប់ចូលគីនិនអនាគតទៅអត់មានអីប្លែកទេជនជាតិគេក៏ចេះតែច្រើនឡើងទៅហើយជនជាតិយើងក៏ចេះតែល្ងងទៅបានជាពូតែងតែបបួលឲ្យរៀនសម្បូរចំនួនមុនប្រជាជនយើងស្អប់វៀតណាមខ្លាំងចុងក្រោយភ្លើងឆេះក្នុងស្រុកយើងចុះចំនួននេះស្អប់ថៃខ្លាំងជាងចំនួនមុនដែរទេសប្តាហ៍ថ្ងៃនេះខ្មែរមួយចំនួនជះកំហឹងទៅលើថៃដោយសារយល់ថាថៃវាខ្សោយជាងដល់ច្បាំងគ្នា5ថ្ងៃពួកអាស៊ីជូចាប់តាមមានអារម្មណ៍ខ្ញុំនិយាយតាមវាណាមានអារម្មណ៍ថាប៉ោងខោដល់មានអារម្មណ៍ថាប៉ោងខោតែថ្ងៃនេះឮសូរសម្ដេចហ៊ុនសែនរៀងក្តៅអាពួកដែលវាមានអារម្មណ៍ហ្នឹងវាចូលមកវិញពីព្រោះវានឹកឃើញថាលោកហ៊ុនសែនហ្នឹងខ្លាំងមហិមាខ្ញុំសូមអបអរសាទរសូមឲ្យលោកហ៊ុនសែនតតាំងនឹងថៃរៀងរាល់ថ្ងៃហើយខ្ញុំធ្វើសេចក្តីសន្និដ្ឋានថាបើតតាំងរៀងរាល់ថ្ងៃគឺដឹកនាំប្រទេសឲ្យទៅសេចក្តីវិនាសពីព្រោះឲ្យតែលោកហ៊ុនសែនតតាំងរាល់ថ្ងៃវាធ្វើឲ្យមនុស្សខ្មែរហ្នឹងចូលរឹតតែខ្លាំងហើយបើចូលរឹតតែខ្លាំងថៃវាចេះតែដាក់អន្ទាក់អីឡែកដាក់អន្ទាក់កើតថ្ងៃណាមួយដើរដួលរបស់វាទៅចែកចំណេញជាមួយនឹងយួនចាប់ភាសាសប្តាហ៍ថ្ងៃនេះអ្នកនយោបាយកម្ពុជាថៃកំពុងតែឃើញថាកិច្ចសហប្រតិបត្តិការជាមួយយួនគឺជាចំណុចសំខាន់រីឯទំនាស់ជាមួយនឹងលោកហ៊ុនសែនគឺចេះតែឆ្កាគាត់ឲ្យគាត់លោតទៅគេដឹងថាខ្មែរមួយចំនួនចូលភាសាអង់គ្លេសគេថានៅពេលដែលយើងដឹងថាមនុស្សនឹងចូលយើងចង់ឲ្យមនុស្សនឹងលោតពីព្រោះនៅពេលមនុស្សនឹងលោតឲ្យបានច្រើនដងគេដឹងថាមនុស្សនឹងលោតបានកម្ពស់ណានេះគឺជាអ្វី
ហើយសៀមនឹងយួនកំពុងតែគិតគ្នាអញ្ចឹងអ្វីដែលកើតឡើងថ្ងៃនេះវាធ្វើឲ្យខ្មែរដែលចូលនឹងកំពុងហត់ហើយអានោះហើយអំណោយផលទាំងពីរអំណោយផលទៅវៀតណាមអំណោយផលទៅថៃអូខេសាឡឺតសេដ្ឋកិច្ចយួនអត់មានកំណើន 8% ទេមានកំណើន 6 កណ្ដកសញ្ញា 8% ណាអត់ទាន់មានកំណើនសេដ្ឋកិច្ច 8% ទេណាសាឡឺតអត់ទាន់មានទេណាអូខេលេអូខ្ញុំឆ្ងល់ហេតុអ្វីបានជាវ៉ាទីកិនមិនត្រូវបានអ៊ីតាលីលេបយកតែបែរជាឲ្យឯករាជ្យទាំងដែលមានទំហំតូចក្រុងវ៉ាទីកិនវាមានទំហំតូចប៉ុន្តែកម្លាំងនៅពីក្រោយខ្នងវាធំទើបអ៊ីតាលីគេមិនត្រូវការចាំបាច់លេបយកវ៉ាទីកិនទេគេរស់នៅជាមួយគ្នាសុខសាន្តណាអូខេវ៉ាលីម៉ាសារាល់ថ្ងៃហ្នឹងគេមិនរវល់ការងារជាតិប៉ុន្មានទេគេរវល់រកពេលចោះជួអាចមិនឃើញផងរកអ្នកនិយាយចំណុចខ្វះខាតពីជាតិស្ដាប់អត់បានទេម៉ាសាស្ដាប់អត់បានបួមិនលោកតាសុំធ្វើយ៉ាងណារៀនអង់គ្លេសឲ្យចេះដល់កំពូលលោកតាជួយប្រាប់តាជួយប្រាប់អត់បានព្រោះចាត់តាអង់គ្លេសតាអត់ល្អអញ្ចឹងតាជួយអត់បានទេកូនអង់គ្លេសតាអង់គ្លេសមិនល្អតារៀនអង់គ្លេសចេះមែនប៉ុន្តែមិនល្អអញ្ចឹងតាធ្វើគ្រូអត់បានណាពេលមានបញ្ហាធំដេកស្រួលឃើញតែអ្នកពាក់លិចពាក់កើតលក់ក៏មិនបានលុយសងគេអូខេពេលសួស្ដីសៀងខៀងបញ្ញាសៃហាយន់លីសាគួរធ្វើដែរកូនឲ្យតែចិនគេធ្វើជាមួយគួរធ្វើដែរគួរលោកហ៊ុនសែនមានកិច្ចព្រមព្រៀងយោធាជាមួយចិនគួរធ្វើដែរធ្វើទៅចាញ់ផលដែរកូនគួរដាក់មូលដ្ឋានទ័ពចិននៅលើដីកម្ពុជាអីគួរដែរវិសាលគិតណាគិតឲ្យបានច្រើនត្រឹមត្រូវហើយ Marin Coffee ណាអញ្ចឹងបងប្អូនខ្ញុំជូនប៉ុណ្ណឹងខ្ញុំជម្រាបលាត្រៀមលក្ខណៈជាងមកបាទខ្ញុំជម្រាបលាបងប្អូនចាំជួបគ្នាភាគក្រោយ